មកដឹងពីប្រវត្តិឈ្មោះក្រុងព្រៃនគរព្រៃនគរគឺឈ្មោះជាភាសាខ្មែរដែលហៅសំដៅដល់អតីតទីក្រុងមួយរបស់ប្រទេសកម្ពុជាខណៈដែលបច្ចុប្បន្នគឺស្ថិតនៅទឹកដីកម្ពុជាក្រោមឬភាគខាងត្បូងប្រទេសវៀតណាមព្រៃនគរនេះជាប់ឈ្មោះនៅលើទំព័រប្រវត្តិសាស្ត្រកម្ពុជាមិនតិចជាង 2000 ឆ្នាំឡើយដូច្នេះនៅក្នុងវីដេអូនេះខ្ញុំព្រះករុណាខ្ញុំបាទនឹងលើកឡើងអំពីប្រវត្តិឈ្មោះព្រៃនគរព្រមទាំងដំណើរការកសាងការគ្រប់គ្រងការតស៊ូការពារទឹកដីរបស់កម្ពុជាមួយនេះក៏ដូចជាការបាត់បង់ទៅឲ្យវៀតណាមនិងការផ្លាស់ប្ដូរឈ្មោះជាបន្តបន្ទាប់មកទៀតប៉ុន្តែប្រិយមិត្តខ្ញុំបាទសូមអំពាវនាវរកការឧបត្ថម្ភគាំទ្របន្តទៀតដើម្បីគាំទ្រដល់សកម្មភាពផលិតវីដេអូប្រវត្តិសាស្ត្របែបនេះបាទសូមអរគុណយោងតាមសិភៅកម្ពុជារវាងសៀមយួននិងអាណានិគមនិយមបារាំងរបស់លោកសាស្ត្រាចារ្យអិនសុផលបានឲ្យដឹងថាទីក្រុងព្រៃនគរត្រូវបានគេស្គាល់ថាជាគុជពណ៌ទឹកក្រូចនៃអាស៊ីដែលភាសាអង់គ្លេសហៅថា Pearl of the Orange តាមឯកសារខ្លះថាឈ្មោះដើមនៃទីក្រុងនេះគឺចេញពីឈ្មោះទីក្រុងមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសចាំប៉ាបុរាណហៅថាបៃក្វាដែលនៅជាប់នឹងទន្លេដុងណៃសពថ្ងៃប៉ុន្តែអ្វីដែលច្បាស់ការនោះទឹកដីព្រៃនគរគឺជាផ្នែកនៃទឹកដីខ្មែរតាំងពីសម័យបុរេប្រវត្តិសាស្ត្រសម័យរាជាណាចក្រភ្នំឬហ្វូណាន់ជាចំណុចប្រសព្វនៃផ្លូវពាណិជ្ជកម្មរវាងចិននិងឥណ្ឌាហើយត្រូវបានកសាងរហូតមកដល់សម័យរាជាណាចក្រចេនឡានៃប្រវត្តិសាស្ត្រកម្ពុជាយើងពោលគឺជាចំណែកដ៏សំខាន់នៃចេនឡាក្រោមឬចេនឡាទឹកដែរឈ្មោះទីក្រុងព្រៃនគរនេះទើបតែត្រូវបានដាក់ឈ្មោះដោយព្រះអង្គម្ចាស់ស្រីឥន្ទ្រវរមៈដែលអនាគតគឺព្រះបាទស្រីឥន្ទ្រវរមៈទី2ដែលជាព្រះរាជបុត្រារបស់ព្រះបាទស្រីជ័យវរមៈទី7ជាមួយនឹងព្រះនាងជ័យរាជទេវីបើនិយាយពីរឿងនេះខ្ញុំព្រះករុណាខ្ញុំបាទគប្បីលើកឡើងពីប្រវត្តិខ្លីរបស់ព្រះបាទស្រីជ័យវរមៈទី7ដោយព្រះអង្គក៏ធ្លាប់ដឹកនាំកងទ័ពធ្វើសង្គ្រាមបង្ក្រាបស្ដេចចាមនៅប្រទេសចាំប៉ាព្រមទាំងកាន់កាប់បានទីក្រុងមួយចំនួននៅភាគខាងត្បូងចាំប៉ាទេសៈផងដែរដូចជាបណ្ឌុរង្គៈកៅថរៈវីរបុរៈមហេសៈជាដើមដោយសារទ្រង់ជាព្រះមហាក្សត្រគឺត្រូវគង់នៅព្រះនគរស្រីយសោធរពុរៈដែលជារាជធានីធំនៃកម្ពុជាទេសៈដូច្នេះព្រះអង្គក៏បានចេញព្រះរាជឱង្ការឲ្យព្រះរាជបុត្ររបស់ទ្រង់គឺព្រះស្រីឥន្ទ្រវរមៈចូលទៅគ្រប់គ្រងទីក្រុងចំណុះទាំងឡាយនៅភាគខាងត្បូងចាំប៉ាទេសៈព្រមទាំងភាគខាងត្បូងនៃកម្ពុជាទេសៈផងដែរក្នុងនោះក៏គ្របដណ្ដប់លើទឹកដីព្រៃនគរនោះផងដែរក៏ប៉ុន្តែទីនោះមិនទាន់មានឈ្មោះថាព្រៃនគរនៅឡើយទេបន្ទាប់ពីព្រះស្រីឥន្ទ្រវរមៈយាងទៅគ្រប់គ្រងទីក្រុងភាគខាងត្បូងចាប់ពីឆ្នាំ